ព្រោះតែទុកចិត្តម្ចាស់គោយកគោ46ក្បាលទៅប្រវាស់ឲ្យគេស្រាប់តែបាត់អស់40ក្បាលនៅទីបំផុតក៏សម្រេចចិត្តប្តឹងប៉ូលីសនៅស្រុកមោងឫស្សីខេត្តបាត់ដំបងករណីរឿងរ៉ាវស៊ីដាច់ទ្រព្យសម្បត្តិរបស់អ្នកដទៃដោយសារតែការទុកចិត្តបានកើតឡើងនៅក្នុងខេត្តបាត់ដំបងបន្ទាប់ពីបុរសវ័យចំណាស់ម្នាក់បានយកសត្វគោរហូតដល់ទៅ46ក្បាលទៅប្រវាស់ឲ្យប្តីប្រពន្ធមួយគូដើម្បីចិញ្ចឹមស្រាប់តែចុងក្រោយត្រូវគេលក់គោអស់40ក្បាលយកប្រាក់ចាយវាយហឺហាផឹកស៊ីអស់ដោយបន្សល់ទុកឲ្យគោនៅម្ចាស់ដើមត្រឹមតែ6ក្បាលតែប៉ុណ្ណោះនេះគឺជារឿងរ៉ាវកើតឡើងនៅក្នុងខេត្តបាត់ដំបងបាទអញ្ចឹងទេបងប្អូនដែលមានសត្វគោប្រវាស់ឲ្យអ្នកផ្សេងបាទសូមមេត្តាប្រុងប្រយ័ត្នផងដោយបាទម្ចាស់គោនឹងយកគោប្រវាស់ឲ្យគេរហូតដល់40ក្បាលតែចុងក្រោយអ្នកដែរបាទជួលប្រវាស់ហ្នឹងបាទគឺយកគោទៅលក់ស៊ីចាយទៅវិញបាទនេះគឺជាករណីបាទស៊ីដាច់គោគេតែម្ដងហើយចុងក្រោយត្រូវបានប៉ូលីសចាប់ទៅវាស់កម្ពស់និងរងចាំបញ្ជូនសំណុំរឿងទៅតុលាការផងដែរបាទហើយអត្ថបទនេះគឺដកស្រង់ចេញពីវិទ្យុជាតិចំការចេកខេត្តបាត់ដំបងដែលបានចុះផ្សាយនៅមុននេះ